បាទសួស្តីបងប្អូនអរគ្នាមេរោគនីប៉ាកំពុងតែរីករាលដាលខ្លាំងនៅប្រទេសឥណ្ឌាហើយថ្មីៗនេះគឺនៅប្រទេសវៀតណាមគេកំពុងតែបង្ការហើយក៏ដូចជាប្រុងប្រយ័ត្នមែនទែនគឺគេប្រកាសឲ្យជាពលរដ្ឋគេកំពុងតែបាទធ្វើការបង្ការក៏ដូចជាការពារប្រុងប្រយ័ត្នដោយសារតែមេរោគនីប៉ានេះគឺវាកាចសាហាវហើយមានអត្រាការស្លាប់នោះគឺដល់ទៅ50%ឯណោះហើយជំងឺមេរោគនីប៉ានេះគឺវាស្តៀងមែនទែនជាមួយនឹងជំងឺផ្ដាសាយយើងបាទផ្ដាសាយធំហ្នឹងណាបងប្អូនប៉ុន្តែជំងឺនីប៉ានេះគឺវាចូលទៅបំផ្លាញបាទសួតក៏ដូចជាខួរក្បាលធ្វើឲ្យហើមខួរក្បាលធ្វើឲ្យមនុស្សបាទមានការតឹងច្រមុះក្តៅខ្លួនហើយក៏ដូចជាក្អួតចង្អោរជាដើមដូច្នេះបាទដើម្បីបាទការពារបង្ការពីជំងឺនីប៉ានេះបាទប្រទេសបាទនៅអាស៊ីរបស់យើងហ្នឹងគឺប្រទេសវៀតណាមគេកំពុងតែឲ្យប្រជាពលរដ្ឋគេប្រុងប្រយ័ត្នមែនទែនហើយក៏ដូចជាសារព័ត៌មានបាទមួយចំនួននៅក្នុងបាទប្រទេសឥណ្ឌាហ្នឹងគឺបានមានប្រជាពលរដ្ឋឥណ្ឌាបានស្លាប់ជាច្រើនហើយចំពោះមេរោគនីប៉ានេះដែរគឺវាឆ្លងមកពីបាទសត្វប្រចៀវបងប្អូនសត្វប្រចៀវសត្វជ្រឹងបាទសត្វដែលវាដើរស៊ីពេលយប់បងប្អូនវាមានមេរោគហ្នឹងបន្ទាប់មកគឺវាមកស៊ីផ្លែឈើបាទឧទាហរណ៍ឲ្យងាយយល់ដូចជាផ្លែតបែកដូចជាទឹកត្នោតបាទវាតែងតែមកទុំនៅតាមផ្លែឈើហ្នឹងហើយវាក៏បានស្រក់ទឹកមាត់វាមេរោគវាបាទវាខំស៊ីផ្លែឈើហ្នឹងឲ្យតែផ្លែឈើដែលវាស៊ីគឺវាខំហើយគឺមេរោគហ្នឹងនឹងចូលចំពោះប្រជាពលរដ្ឋរបស់យើងដែលគាត់អត់ទាន់បានបាទជ្រាបព័ត៌មានអស់ហ្នឹងទេបាទគាត់ទៅបេះផ្លែហ្នឹងមកបាទគឺញ៉ាំបាទផ្លែឈើពេលខ្លះគឺមានស្នាមសត្វខាំស្អីហ្នឹងណាបងប្អូនត្រូវតែប្រុងប្រយ័ត្នមែនទែនព្រោះថាដើមឆ្នាំ2026នេះបាទមេរោគសាហាវគឺកើតមានឡើងច្រើនណាស់ហើយចំពោះអាកាសធាតុវិញបងប្អូនដឹងស្រាប់ហើយបើពេលព្រឹកព្រលឹមគឺត្រជាក់ខ្លាំងហើយពេលថ្ងៃក្តៅគឺក្តៅខ្លាំងដូច្នេះអាកាសធាតុគឺវាបាទប្រែប្រួលខ្លាំងមែនទែនមិនមែនត្រជាក់ឬក៏ក្តៅធម្មតានោះទេដូច្នេះបាទមេរោគផ្សេងៗគឺវាមកបាទទៅតាមខ្យល់អាកាសទៅតាមធាតុអាកាសដូច្នេះហើយបាទភាគច្រើនគឺបងប្អូនគឺងាយនឹងបាទរងបាទវាប្រហារពីមេរោគអស់ទៅនឹងចំពោះសម្រាប់បាទមនុស្សចាស់ដែលគាត់មានសុខភាពខ្សោយក៏ដូចជាកុមារក្មេងៗដែលមានបាទប្រព័ន្ធការពារអត់ទាន់រឹងមាំគឺងាយនឹងឆ្លងងាយនឹងកើតជំងឺផ្លូវដង្ហើមនេះប៉ាហ្នឹងហើយគឺបាទប្រឈមនឹងហានិភ័យស្លាប់បាទភាគរយគឺច្រើនដូច្នេះបាទដើម្បីបង្ការបងប្អូនមុននឹងញ៉ាំផ្លែឈើក៏ដូចជាចំពោះទឹកត្នោតបាទសូមមេត្តាបាទកុំទាន់អាលញ៉ាំល្អជាងព្រោះថានៅប្រទេសកម្ពុជារបស់យើងនិយមញ៉ាំមែនទែនគឺទឹកត្នោតបាទទឹកត្នោតគឺយើងអត់បានយកមកចម្រាញ់យកមកពិនិត្យបានច្បាស់ទេគឺយកមកពីបំពង់បាទផឹកញ៉ាំតែម្ដងដូច្នេះហើយអ្នកដែលចូលចិត្តពិសាទឹកត្នោតផ្អែមត្រជាក់ដូចហត់ជូរសូមមេត្តាបាទបើសិនជាផ្អាកបានក៏ផ្អាកសិនទៅបើសិនជាយើងបាទការពារបានគឺល្អព្រោះថានៅពេលដែលយើងកើតហើយគឺវាពិបាកណាស់បងប្អូនគឺបើមេរោគផ្ដាសាយឥឡូវនេះគឺបើកើតហើយវិញគឺបាទឈឺឆ្អឹងឈឺឆ្អែងតឹងច្រមុះឈឺក្បាលគឺក្តៅក្របភ្នែកក្តៅក្នុងគឺលេបថ្នាំបាទថ្ងៃពីថ្ងៃក៏អត់ជាដែរបងប្អូនដូច្នេះហើយមានតែបងប្អូនការពារទាំងអស់គ្នាទេបងប្អូនដូច្នេះហើយបាទមេរោគបាទរាតត្បាតនេះបាទបណ្ដាប្រទេសខាងនៅប្រទេសកម្ពុជាគឺគេបានបាទប្រុងប្រយ័ត្នទាំងអស់នេះហើយអញ្ចឹងនេះជាសារដាស់តឿនសម្រាប់បងប្អូនដែលគាត់អត់ទាន់បានដឹងសូមមេត្តាបាទ share ចែករំលែកវីដេអូដែលខ្ញុំបានធ្វើនេះបាទឲ្យបងប្អូនជាច្រើននៅក្នុងប្រទេសកម្ពុជារបស់យើងក៏ដូចជាពិភពលោកផ្សេងៗគាត់បានដឹងបានបង្ការផងបាទចំពោះមេរោគនេះបាទសូមមេត្តាប្រុងប្រយ័ត្នព្រោះថាវាខ្លាំងទៅជាង COVID-19 COVID មេក្រុងអីទៀតបងប្អូនអញ្ចឹងមេរោគបាទវាកើតថ្មីនេះគឺមិនអាចលេងសើចមែនទេព្រោះនៅប្រទេសឥណ្ឌាគេបានស្លាប់ប្រជាជនរបស់គេរួចទៅហើយបាទអញ្ចឹងហានិភ័យគឺខ្ពស់មែនទែនវាអាចថានឹងរីករាលដាលបន្តទៀតបើសិនទៅជាយើងអត់មានវិធានការទប់ស្កាត់ព្រោះថាវ៉ាក់សាំងក៏ដូចជាថ្នាំបាទប្រឆាំងជាមួយនឹងមេរោគនេះប៉ាហ្នឹងគឺអត់ទាន់រកឃើញទេបងប្អូនព្រោះថាវាជាមេរោគថ្មីនៅក្នុងឆ្នាំ2026នេះបាទអញ្ចឹងនៅក្នុងការធ្វើវីដេអូចែករំលែកនេះបើសិនជាមានចំណុចណាខុសខាតបាទលើសកន្លែងណាសូមអធិស្ឋានអភ័យទោសដល់បងប្អូនផងបាទ